ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេណាវីថ្ងៃនេះខ្ញុំនឹងសង្ខេបមេរៀនតាក់ទងជាមួយនឹងembedded formative assessment ឬក៏យើងអាចនិយាយបានថាការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាតាក់ទងជាមួយនឹងចំណុចនេះផងដែរគឺមានមេត្តាទី1សេចក្តីផ្ដើមទី2គោលបំណងនៃការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាទី3ការសង្កេតទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកម្មលម្អប្រកបដោយប្រសិទ្ធភាពចាតើតើជាមួយនឹងសេចក្តីផ្ដើមចាការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាគ្រូប្រើការវិតម្លៃដោយការសង្កេតដោយមានសំណួរផ្ទាល់មាត់និងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យដំណើរការបង្រៀនសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុកចាហើយមួយវិញទៀតតកតងជាមួយនឹងគោលបំណងនៃការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងហេតុអ្វីបានគេចាំបាច់ត្រូវធ្វើអញ្ចឹងគឺមានគោលបំណងទី1អភិវឌ្ឍសមត្ថភាពគ្រូក្នុងការប្រើការសង្កេតដើម្បីតាមដានការចូលរួមការយល់ដឹងនិងអាកប្បកិរិយារបស់សិស្សឬក៏របស់អ្នកសិក្សាជាដើមមួយវិញទៀតតកតងជាមួយនឹងការបង្កើនជំនាញក្នុងការប្រើសំណួរផ្ទាល់មាត់ដើម្បីពិនិត្យការយល់ដឹងបំផុសការគិតនិងជំរុញការចូលរួមសកម្មផ្សេងៗផងដែរហើយមួយវិញទៀតតកតងជាមួយនឹងការអភិវឌ្ឍសមត្ថភាពក្នុងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពសមស្របនិងទាន់ពេលវេលាដើម្បីជួយឲ្យអ្នកសិក្សាបានការលម្អការសិក្សារបស់ខ្លួនចឹងទៅចាហើយមួយវិញទៀតតកតងជាមួយនឹងការជំរុញការប្រើលទ្ធផលការវិតម្លៃដើម្បីកែតម្រូវយុទ្ធសាស្ត្របង្រៀនឲ្យសមស្របនឹងតម្រូវការរបស់អ្នកសិក្សាហើយមួយវិញទៀតលើកកម្ពស់បរិយាកាសសិក្សាវិជ្ជមានដែលអ្នកសិក្សាមានទំនុកចិត្តនិងចូលរួមសកម្មនៅក្នុងការរៀនឬក៏ក្នុងម៉ោងសិក្សាផងដែរចាឥឡូវនេះយើងចូលចំណុចសំខាន់តកតងជាមួយនឹងការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាចាអញ្ចឹងតកតងចំណុចទី1គឺចាគឺមានការសង្កេតចាអញ្ចឹងតកតងជាមួយនឹងការសង្កេតនេះផងដែរគេហៅថាគេសួរយើងថាហេតុអ្វីបានជាយើងហ្នឹងត្រូវការសង្កេតអញ្ចឹងដើម្បីត្រូវបានជាយើងត្រូវការសង្កេតហ្នឹងគឺដើម្បីគេហៅថាបំណិនអន្តរបុគ្គលចឹងមានន័យថាមានទំនាក់ទំនងគ្នាទៅវិញទៅមកតកតងជាមួយនឹងការធ្វើអ្វីមួយចឹងទៅចាទី2គឺសកម្មភាពនៃអាកប្បកិរិយាអញ្ចឹងសកម្មភាពនៃអាកប្បកិរិយាបែបណាអញ្ចឹងនៅពេលដែលយើងឃើញសិស្សម្នាក់ហ្នឹងគាត់មានអាកប្បកិរិយាស្ងៀមស្ងាត់ឬក៏អាកប្បកិរិយាឆ្លើយច្លើបើអីចឹងយើងអាចសង្កេតមើលគាត់បន្តមកយើងអាចប្រាប់ឬក៏ណែនាំគាត់បន្ថែមតកតងជាមួយនឹងតើការធ្វើអ្វីដែលត្រូវការធ្វើអ្វីដែលមិនគួរធ្វើជាដើមចាហើយមួយវិញទៀតតកតងជាមួយនឹងការកម្រិតយល់ដឹងរបស់សិស្សអញ្ចឹងនៅពេលដែលយើងសួរសំណួរអញ្ចឹងសួរសំណួរនៅពេលដែលយើងសួរតែគាត់ទៅហើយយើងសង្កេតមើលគាត់ថាតើកូនណាដែលអាចឆ្លើយបានកូនណាឆ្លើយមិនទាន់បានហើយមួយទៀតតើអ្នកដែលឆ្លើយបានហ្នឹងគាត់ឆ្លើយបានត្រឹមត្រូវដែរឬទេចាអញ្ចឹងយើងត្រូវតែសង្កេតទៅលើទាំងអស់ហ្នឹងផងដែរចាមួយវិញទៀតតកតងជាមួយនឹងការបង្ហាញទឹកមុខអញ្ចឹងបង្ហាញទឹកមុខបែបណាគឺនៅពេលដែលគាត់ខឹងគឺតកតងជាមួយនឹងការបង្ហាញទឹកមុខរបស់គាត់គឺយើងមើលដឹងហើយថាគាត់កំពុងតែខឹងនរណាម្នាក់ហើយមួយវិញទៀតសប្បាយចាសប្បាយក៏យើងអាចមើលទឹកមុខរបស់គាត់ទៅគឺយើងអាចដឹងថាតើគាត់កំពុងតែខឹងសប្បាយឬក៏អន់ចិត្តអ្វីមួយចឹងទៅចាមួយវិញទៀតតកតងជាមួយនឹងការប្រើប្រាស់ភាសាអញ្ចឹងប្រើប្រាស់ភាសានៅពេលដែលគាត់ឧទាហរណ៍សាមម្នាក់គាត់ប្រើប្រាស់ភាសាមិនសមរម្យដូចជាឆ្លើយចឹងចុះអញ្ចឹងយើងគួរតែណែនាំគាត់កុំឲ្យគាត់ធ្វើបែបហ្នឹងឬក៏យើងមានពាក្យល្អណែនាំគាត់ឬក៏យើងអាចធ្វើឲ្យគាត់មើលថាកូននិយាយចេះចឹងទៅបានល្អបានអីចឹងទៅចាឥឡូវនេះយើងចូលចំណុចមួយទៀតគឺតកតងជាមួយនឹងសំណួរផ្ទាល់មាត់ចាសំណួរផ្ទាល់មាត់តកតងជាមួយនឹងទន្ទឹមនៃការសង្កេតរបស់គ្រូបរិញ្ញាបត្រពឹងផ្អែកយ៉ាងសំខាន់ទៅលើរបៀបនៃការឆ្លើយសំណួរក្នុងកំឡុងពេលបង្រៀនដើម្បីដឹងថាតើសិស្សយើងយល់ដឹងពីអ្វីដែលយើងបានបង្ហាញឬក៏អាចអនុវត្តជំនាញគោលដៅបានឬអត់ហើយវិញទៀតអ្នកប្រហែលជាចំណាយពេលរហូតដល់1/3នៃពេលវេលាបង្រៀនរបស់អ្នកដើម្បីសួរសំណួរចាអញ្ចឹង
ពេលយើងរៀនគឺយើងមានយើងសួរសំណួរហើយកូនសិស្សគាត់ឆ្លើយតាមនឹងចឹងទៅចាអញ្ចឹងការសួរសំណួរល្អអាចបាត់បានព្រោះវាអាចត្រូវបានប្រើជាបុគ្គលឬក៏ការប្រើជាក្រុមដែលអាចត្រូវបានបដូរតាមបំណងដែលផ្អែកលើចម្លើយចាអញ្ចឹងឧទាហរណ៍ថាយើងមានសំណួរគេខ្លះចាអញ្ចឹងគេសួរថាតើគ្រូត្រូវធ្វើដូចម្តេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពចាអញ្ចឹងគឺមានសំណួរច្រើនណាស់ចាអញ្ចឹងទី1យើងអាចសួរសំណួរឲ្យច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយចាអញ្ចឹងគឺយើងត្រូវសួរឲ្យចំថាតើសំណួរហ្នឹងចម្លើយគេចង់បានអ្វីមួយទៀតសួរសំណួរដែលបានផ្គូផ្គងជាមួយលទ្ធផលសិក្សារំពឹងទុកចាទី3សួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានអញ្ចឹងយើងអាចសួរជាសំណួរគេហៅថាទម្រង់បើកចាអញ្ចឹងទម្រង់បើកនៅពេលដែលគាត់យើងនិយាយពីគេហៅថាជីវភាពតើតើមួយជីវភាពរស់នៅប្រចាំថ្ងៃគឺគាត់អាចឆ្លើយបានច្រើនហ្នឹងគេហៅថាសំណួរទម្រង់បើកចាអញ្ចឹងគាត់អាចយើងសួរសំណួរមួយទៅគាត់ឆ្លើយចេះក៏ត្រូវឆ្លើយចុះក៏ត្រូវដែរព្រោះវាជាគេហៅថាសំណួរតើតើជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃចាហើយមួយវិញទៀតផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយចាអញ្ចឹងនៅពេលដែលយើងដាក់សំណួរអញ្ចឹងហើយយើងមិនសួរភ្លាមយើងឲ្យគាត់ឆ្លើយភ្លាមគឺយើងអាចឲ្យមានពេលវេលាគាត់គិតថាមួយសំណួរហ្នឹងទុករយៈពេល3នាទីឬក៏4នាទីអីចឹងទៅចាំមួយវិញទៀតផ្ដល់ចម្លើយសមស្របឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្សអញ្ចឹងនៅពេលដែលសិស្សឆ្លើយនៅពេលដែលឧទាហរណ៍ថាគាត់ឆ្លើយត្រូវអញ្ចឹងយើងលើកសរសើរប៉ុន្តែនៅពេលដែលគាត់ឆ្លើយខុសយើងមិនត្រូវបង្ទោសបង្អាប់គាត់ទេគឺយើងត្រូវតាំងកូនឆ្លើយបានទេប៉ុន្តែអត់ទាន់បានត្រឹមត្រូវ 100% ទេចាហើយមួយវិញទៀតតកតងជាមួយនឹងជៀសវាងសំណួរទម្រង់បិទបាត់ចាស់ឬទេចាអញ្ចឹងកន្លែងហ្នឹងក៏សំខាន់ដែរគឺយើងត្រូវរើសសំណួរណាដែលធ្វើឲ្យគាត់មានការគិតចាមួយវិញទៀតប្រើសំណួរបដិញបន្តពីចម្លើយរបស់សិស្សអញ្ចឹងឧទាហរណ៍ថាសួរសំណួរមួយឧទាហរណ៍ថាកូនថ្ងៃនេះញ៉ាំបាយអត់គាត់សួរថាអត់ហ្នឹងអត់ហើយមិនបានគាត់អត់ញ៉ាំបាយគាត់ឆ្លើយថាខ្ជិលហើយមិនបានកូនខ្ជិលគឺយើងអាចនិយាយសំណួរបដិញទៅគាត់ទៀតទៅចាមួយវិញទៀតតើតងជាមួយនឹងជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយចាអញ្ចឹងគឺយើងត្រូវរកសំណួរណាដែលសិស្សគាត់អត់ទាន់ដឹងចម្លើយមួយវិញទៀតតើតងជាមួយសួរសំណួរតាមលំដាប់លំដោយសមរម្យអញ្ចឹងឧទាហរណ៍ថាមាន5សំណួរដល់ពេលហើយយើងសួរសំណួរទី1ហើយលេងទៅដល់សំណួរទី5ចាអញ្ចឹងគឺអត់កើតទេយើងនេះសំណួរទី1ទី2ទី3តាមដំណាក់កាលអញ្ចឹងទៅចាហើយមួយទៀតតកតងជាមួយចំណុចមួយទៀតគឺគេហៅថាការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចាអញ្ចឹងគេសួរថាហេតុអ្វីបានជាយើងហ្នឹងត្រូវផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចាអញ្ចឹងតកតងជាមួយនឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពហ្នឹងគឺយើងគឺគ្រូត្រូវតែដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សបន្ទាប់ពីពួកគេបានបង្ហាញពីចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់ពួកគេចាហើយប្រភេទនៃការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពហ្នឹងគឺមានចាគឺមានតកតងជាមួយនឹងប្រភេទនៃការផ្ដល់មតិកែលម្អមួយទៀតគឺប្រភេទនៃការផ្ដល់ព័ត៌មានត្រឡប់ចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរគឺតកតងជាមួយនឹងប្រភេទនៃការផ្ដល់មតិកែលម្អអញ្ចឹងវាមានការពិនិត្យឃើញអញ្ចឹងពិនិត្យឃើញបែបណាអញ្ចឹងទីមួយគឺយើងជូនដំណឹងដល់សិស្សអំពីការគេហៅថាអំពីភាពត្រឹមត្រូវនៃចម្លើយរបស់ពួកគេចឹងយើងជូនដំណឹងនៅពេលដែលគាត់ឆ្លើយត្រូវយើងប្រាប់ថាគាត់ត្រូវទៅចានៅពេលដែលគាត់ខុសយើងអាចឲ្យគាត់កែសម្រួលឬក៏កែលម្អតាមនឹងចាំមួយវិញទៀតតកតងជាមួយនឹងទទួលស្គាល់ចម្លើយមិនត្រឹមត្រូវចាសំទោសទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនមានព័ត៌មានបន្ថែមចាអញ្ចឹងនៅពេលដែលគាត់ត្រូវហើយគឺយើងប្រាប់ថាគាត់ត្រូវអញ្ចឹងទៅចាដល់ពេលមួយទៀតទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុញ្ញាតឲ្យរៀនឡើងវិញអញ្ចឹងឧទាហរណ៍ថាគាត់ឆ្លើយខុសអញ្ចឹងយើងមានគេហៅថាមានមេរៀនមួយឲ្យគាត់យកទៅមើលអញ្ចឹងទៅឬក៏យើងប្រាប់គាត់អញ្ចឹងទៅឲ្យគាត់ចងចាំចាមួយវិញទៀតតកតងជាមួយនឹងចង្អុលបង្ហាញចម្លើយខុសដោយមិនប្រាប់ចម្លើយឬយកបល់សម្រាប់ការកែលម្អចាអញ្ចឹងយើងប្រាប់គាត់ទៅថាកូនធ្វើចម្លើយនេះគឺខុសហើយចាអញ្ចឹងឲ្យគាត់រើសចម្លើយត្រូវយកមកគេហៅថាមកសិក្សាចាមួយវិញទៀតតកតងជាមួយនឹងប្រភេទនៃការ
ផ្ដល់ព័ត៌មានត្រឡប់ចាអញ្ចឹងប្រភេទនៃការផ្ដល់ព័ត៌មានត្រឡប់ហ្នឹងគឺមានការបរិយាយលម្អិតអញ្ចឹងបរិយាយលម្អិតមិនចាគឺយើងបរិយាយថាបញ្យល់អំពីហេតុផលចម្លើយមិនត្រឹមត្រូវអញ្ចឹងដល់ពេលដែលគាត់ឆ្លើយហើយគាត់ខុសហើយដល់ពេលហើយយើងត្រូវតែមានគេហៅថាមតិយោបល់ប្រាប់គាត់ថាកូនឆ្លៃចេះខុសហើយចេះមួយចឹងទៅគឺយើងអាចរកហេតុផលឲ្យគាត់ចាមួយវិញទៀតតកតងជាមួយនឹងបង្ហាញចំណុចសំខាន់អ្វីដែលកំពុងរៀនអញ្ចឹងយើងកំពុងរៀនអីហើយមេរៀននេះយើងចង់បានអីអញ្ចឹងយើងត្រូវតែប្រាប់គាត់ឲ្យដឹងហើយឲ្យគាត់សិក្សាឲ្យចាំគោលដៅហ្នឹងចាហើយមួយវិញទៀតតកតងជាមួយនឹងបញ្យល់ពីមូលហេតុដែលចម្លើយខុសនឹងត្រូវចានៅពេលដែលគាត់ត្រូវគឺយើងប្រាប់គាត់ត្រូវហើយកូនឆ្លាញ់ចេះហ្នឹងហើយចម្លើយនេះគឺពិតជាត្រឹមត្រូវនៅពេលដែលខុសគឺគេហៅថាអញ្ចឹងយើងប្រាប់គាត់តាមត្រង់ទៅយើងប្រាប់គាត់ថាចម្លើយកូនខុសហើយអញ្ចឹងកូនអាចមើលកន្លែងនេះបានអញ្ចឹងទៅចាហើយតកតងមួយទៀតតកតងជាមួយនឹងការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អអញ្ចឹងតកតងជាមួយនឹងចំនួនតកតងជាមួយនឹងពេលវេលាក៏ដូចជារបៀបផ្ដល់មតិកែលម្អផងដែរចាហើយមួយទៀតតកតងជាមួយនឹងអ្នកស្ដាប់ឬក៏ប្រភេទនៃកិច្ចការអញ្ចឹងតកតងមួយប្រភេទនៃកិច្ចការនេះផងដែរគឺព័ត៌មានត្រឡប់ជាធម្មតាផ្ដោតទៅលើអ្វីដែលបានរៀនឬក៏របៀបរៀនថាក្នុងការផ្ដល់ព័ត៌មានត្រឡប់ហ្នឹងពីអ្វីដែលយើងរៀនពីគេហៅថារៀនគឺផ្ដោតទៅលើចំណេះដឹងការយល់ក៏ដូចជាខ្លឹមសារដែលចាំបាច់ឬគេហៅថាយល់ច្បាស់ពីតកតងជាមួយនឹងប្រភេទនៃកិច្ចការនឹងផងដែរចាអញ្ចឹងចំណុចតកតងជាមួយនឹងការបញ្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាគឺមានតែប៉ុណ្្នឹងទេចាសូមអរគុណ